បាទជំរាបសួរពុកម៉ែបងប្អូនតោះទៅមើលការជៀនពងទាជាមួយនឹងខ្ទឹមបារាំងជាមួយនឹងខ្ញុំទាំងអស់គ្នាបាទដំបូងឡើយគឺខ្ញុំហាន់ខ្ទឹមបារាំងជាបន្ទះហើយយើងបើកខ្លាញ់ឲ្យក្តៅដាក់ខ្ទឹមបារាំងចូលជាមុនសិនបាទនៅពេលដែលខ្លាញ់វាក្តៅកំពុងពុះហើយខ្ញុំចាក់ពងទាបញ្ចូលបន្ថែមទៀតដើម្បីឲ្យវាអោបជាមួយនឹងខ្ទឹមបារាំងបាទបន្ទាប់ពីភ្លើងក្តៅហើយគឺយើងត្រូវបង្វិលខ្ទះវាឲ្យពងទារបស់យើងឆ្អិនសព្វសាច់នៅផ្នែកខាងលើបាទហើយកុំឲ្យខូចទ្រង់ទ្រាយខ្ទឹមបារាំងរបស់យើងដែលនៅខាងក្នុងពងទាបាទនេះបន្ទាប់ពីយើងបើកភ្លើងមួយសន្ទុះមកគឺពងទារបស់យើងគឺវាជិតឆ្អិនបដាហើយអញ្ចឹងនៅរងចាំឲ្យវាឆ្អិនផ្នែកខាងលើដើម្បីឲ្យវាឆ្អិនទាំងស្រុងតែម្ដងបាទនៅពេលដែលយើងរងចាំនេះគឺយើងត្រូវបង្វិលឆ្នាំងរបស់យើងហើយឲ្យពងទារបស់យើងធ្លាក់ឆ្អិនទាំងស្រុងចឹងពងទារបស់យើងឃើញថាវាដល់ដំណាក់កាលដែលវាឆ្អិនអស់ហើយនៅសល់តែផ្នែកខាងលើបន្តិចទេបាទអញ្ចឹងយើងដាក់ឆ្នាំងចុះវិញបាទនេះជាលទ្ធផលចុងក្រោយឃើញថាយើងសម្រេចបានជាលទ្ធផលឆ្អិនសព្វសាច់ហើយបាទអញ្ចឹងខ្ទឹមរបស់យើងគឺវានៅកណ្ដាលដដែលអញ្ចឹងវាឆ្អិនស្មើគ្នាតែម្ដងបន្ទាប់មកយើងរោយស្លឹកខ្ទឹមបន្តិចដើម្បីបង្កើនសោភ័ណភាពនិងក្លិនឈ្ងុយជាមួយនឹងពងទារបស់យើងបាទនេះជាលទ្ធផលចុងក្រោយគឺឃើញថាវាឆ្អិនទាំងអស់ហើយបាទហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាតើបងប្អូននេះបន្ទាប់ពីជៀនហើយយើងមើលរសជាតិមិនដែរហ្នឹងអានេះខ្ទឹមបារាំងហ្នឹងអស់ពងទាវាឆ្ងាញ់ខ្ទឹមបារាំងក៏ឆ្ងាញ់យ៉ា